លោកយាយណាគាត់មកតាំងពីអរិយខ្សាត់ដល់គាត់មកលក់ស៊ុបគោបែបខ្មែរនេះនៅម្ដុំកោះនរាណាបងអូនមានណាគេស្គាល់លោកយាយអត់ហើយដែរតសាក់ភ្លុកកន្លែងគាត់មានលក់ស៊ុបគោជាឆ្នាំងផងជាចានផងអញ្ចឹងណាប៉ុន្តែពីខ្ញុំទៅខ្ញុំរីកមិនឲ្យញ៉ាំស៊ុបឆ្នាំងហ្មងបងអូនដោយសារតែមានឆ្អឹងស៊ុបថែមឲ្យយើងអញ្ចឹងណាបងអូនណាគេដែលជួយចិត្តរបៀបថាខួរឆ្អឹងខ្នងដូចខ្ញុំអីខ្ញុំរីកមិនខ្លាំងយកស៊ុបឆ្នាំងទៅមួយឆ្នាំងតែ35,000ទេបានច្រើនខ្លាំងហ្មងសាច់នៅក្នុងនោះក៏ច្រើនអីដែរហើយខ្ញុំសួរគាត់ទៅថាស៊ុបចានមួយចានហ្មងលោកយាយគាត់ថាមួយចានតែ8,000ទេហើយលោកយាយអត់មានណាគេទេមានតែពីរអ្នកលោកពូនឹងជួយលក់គ្នាទៅវិញទៅមកទៅហើយគាត់លក់តាំងពីម៉ោង8ព្រឹករហូតទៅដល់ម៉ោង10មកដល់10យប់នោះគាត់ថាអស់ស្មើណាគាត់ឈប់លក់ស្មើនឹងអញ្ចឹងណាបងអូនហើយខ្ញុំក៏អត់ដឹងថាគាត់លក់តាំងពីឆ្នាំណាដល់ឆ្នាំណាអីដែរខ្ញុំអត់ដឹងហ្មងដឹងតែគាត់ថាកលេចឆ្វាច់ឃើញស៊ុបគោបែបខ្មែរហ្នឹងគឺថាចូលហ្មងដោយសារឃ្លានអាឆ្អឹងស៊ុបបងអូនអាឆ្អឹងខ្មងហ្នឹងណាក៏ចូលទៅសាក់ទៅមានអីរសជាតិគាត់ឆ្ងាញ់នេះអ្នកគ្នាចាំខ្ញុំដាក់កន្លែងគាត់ឲ្យមើលគាត់ឈ្មោះនេះស៊ុបស្មងគោអ្នកខេត្តអ្នកស្រុកអរិយខ្សាត់នេះហើយទីតាំងជាក់លាក់ដាក់ក្នុងខមមិនណា